សួស្តីអ្នកនរគ្នាចឹងថ្ងៃនេះយើងមកសិក្សាភាសាចិនទាំងអស់គ្នាចឹង channel ថ្មីរបស់ខ្ញុំនេះគឺខ្ញុំបង្កើតសម្រាប់ចែករំលែកទាក់ទងនឹងភាសាចិនប៉ុន្តែចំពោះ channel របស់ខ្ញុំជ្រើសរើសយកភាសាទំនាក់ទំនងសាមញ្ញក្នុងការឲ្យអ្នកនរគ្នាឆាប់ចេះក្នុងការសន្ទនាគ្នាអញ្ចឹងខ្ញុំអត់សូវផ្ដោតសំខាន់ទៅលើវេយ្យាករណ៍ខ្លាំងប៉ុន្មានទេប៉ុន្តែខ្ញុំផ្ដោតសំខាន់ទៅលើភាសាទំនាក់ទំនងសាមញ្ញដើម្បីឲ្យអ្នកនរគ្នារៀនទៅឆាប់ចាប់បានឆាប់អាចនិយាយបានខ្លះនៅពេលដែលយើងអាចនិយាយបានខ្លះវាធ្វើឲ្យអារម្មណ៍របស់យើងរៀងចង់រៀនជាងមុនតែបើសិនតែយើងដាក់ទៅចាប់អត់សូវបានយើងអស់អារម្មណ៍រៀនអញ្ចឹងវាស្ដាយអញ្ចឹងថ្ងៃនេះខ្ញុំលើកយកប្រធានបទគឺហ៊ុយហួហ្នឹងគឺយើងបកប្រែថាសន្ទនាចឹងខ្ញុំបរៀនបែបសន្ទនាខ្លីៗដល់ពេលយើងជួបគ្នាទៅអាចទំនាក់ទំនងអាចសន្ទនាអាចនិយាយរកគ្នាបានដោយភាសាចិនបានអញ្ចឹងតាក់ទងនឹងការសន្ទនាទី1គឺខ្ញុំលើកយកនៃការជួបគ្នាដំបូងអញ្ចឹងជួបគ្នាដំបូងគឺខ្ញុំសរសេរឲ្យមើលអញ្ចឹងជួបគ្នាដំបូងច្បាស់ណាស់គឺគេសួស្ដីគ្នាហើយនីហៅបាទនីហៅបាទហិនហ្នឹងគឺណាស់很高兴见到你吧你好很高兴见到你 OK แล้วខ្ញុំដាក់拼音ឲ្យបាទ你好很高兴见到你បាទ你好很高兴见到你សួស្ដីរីករាយខ្លាំងណាស់ដែលបានជួបអ្នកបាទនេះហៅ很高兴见到你សួស្ដីរីករាយណាស់ដែលបានជួបអ្នកហើយគេឆ្លើយតបទៅវិញថាបាទនេះហៅបាទគេសួស្ដីគ្នាទៅវិញទៅមក我也很高兴能见到你 OK ចឹងខ្ញុំដាក់拼音ឲ្យនីហៅដូចគ្នាទេខាងលើ我也很高兴能见到你បាទតោះឥឡូវយើងអានទាំងអស់គ្នារៀនអានតាមខ្ញុំទាំងអស់គ្នាបាទនីហៅសូមបញ្ជាក់បន្តិចអ្នកនរគ្នាសំឡេងទី3ប៉ះគ្នាខាងមុខយើងប្រែទៅជាសំឡេងទី2យើងអានវារៀងអូសឡើងលើបន្តិចនីហៅ很高兴见到你你好很高兴见到你សួស្ដីរីករាយខ្លាំងណាស់ដែលបានជួបអ្នកបាទ你好很高兴见到你ដល់ពេល B គេឆ្លើយមកវិញថា你好我也很高兴能见到你សួស្ដីខ្ញុំក៏រីករាយណាស់ដែរដែលអាចបានជួបអ្នកបាទ你好我也很高兴能见到你បាទសួស្ដីខ្ញុំក៏រីករាយណាស់ដែរដែលបានជួបអ្នកតោះឥឡូវយើងមកសិក្សាអំពីពាក្យបាទអក្សរហិនបាទហិន
គឺថ្នាក់ពាក្យរបស់វាគឺជាគុណកិរិយាបង្ហាញអំពីកម្រិតដែលយើងបកប្រែថាណាស់បាទណាស់សរខ្មែរអក្សរសាស្ត្រទេបាទរីឯពាក្យកោសិញបាទកោសិញកោសិញនេះគឺយើងបកប្រែថារីករាយឬក៏សប្បាយចិត្តអញ្ចឹងកោសិញបាទកោសិញសប្បាយចិត្តក៏បានរីករាយក៏បានរីករាយបាទរីករាយឬក៏សប្បាយចិត្តអញ្ចឹងអាក្តីសប្បាយចិត្តនេះវាកើនឡើងខ្ពស់អញ្ចឹងបាទរីឯពាក្យជៀនតោហ្នឹងបានជួបអ្នកបានជួបបាទជៀនតោបាទជៀនតោបាទជៀនតោបានជួបអញ្ចឹងបានជួបបាទនេះយើងបកប្រែថាអ្នកបាទហឺនណាកោសិញរីករាយជៀនតោបានជួបរីឯខាងក្រោមអក្សរយាបាទអក្សរយាក៏បានយាក៏បានបាទទៅតាមតង់មនុស្សផ្សេងគ្នានិយាយទេតែខ្ញុំចូលចិត្តនិយាយយាបាទយាហ្នឹងគឺយើងបកប្រែថាកក៏បានផងក៏បានកផងដែរអញ្ចឹងបាទខ្ញុំអ៊ូខ្ញុំក៏អូខេខ្ញុំក៏រីករាយណាស់ដែរបាទនឹងបាទអក្សរនឹងនេះគឺយើងបកប្រែថាអាចឬក៏បានអញ្ចឹងបាទនឹងបាទនេះ pin in នឹងបាទនឹងបាទនឹងអាចឬក៏បានជៀនតោដដែលទេគឺបានជួបអញ្ចឹងសរុបមកវិញសួស្តីខ្ញុំក៏រីករាយណាស់ដែរដែលអាចបានជួបអ្នកអញ្ចឹងការសន្ទនាខ្លីៗរបស់យើងពីរជួរហ្នឹងឯងសរុបមកវិញបាទនីហៅ很高兴见到你你好我也很高兴能见到你很高兴见到也能 ok 很យើងបកប្រែថាណាស់ជាគុណកិរិយាកម្រិតបាទដូចថាហៅល្អអញ្ចឹងវាអត់ទាន់ឡើងទេដាក់ហិនចូលហិនហៅល្អណាស់អូខេកម្រិតវាឡើងទៅលើកោសិញអូខេកោសិញរីករាយវាអត់ទាន់ឡើងទេគ្រាន់តែរីករាយធម្មតាដល់ពេលដាក់ហិនចូលហិនកោសិញរីករាយខ្លាំងណាស់អញ្ចឹងវាឡើងបាទជៀនតោបានជួបយាក៏ផងដែរនឹងអាចឬក៏បានអញ្ចឹងការសន្ទនាខ្លីៗរបស់យើងប៉ុណ្ណឹងសម្រាប់ខាងជួបគ្នាដំបូងអញ្ចឹងសកម្មភាពវីដេអូក្រោយអ្នកនរគ្នាអាចប្រើភាសាចិននឹងជាមួយគ្នាបានណាបាទនេះហៅ很高兴见到你你好我也很高兴能见到你អញ្ចឹងប៉ុណ្ណឹងគឺយើងអាចសន្ទនាគ្នាលើកដំបូងបានអរគុណអ្នកនរគ្នាអញ្ចឹងខ្ញុំនឹងរកការសន្ទនាថ្មីបន្តទៀតនៅវីដេអូក្រោយអញ្ចឹងសូមជួយ subscribe ហើយនឹង comment ហើយនឹង share ចែករំលែកគ្នាយើងរៀនបន្តបានបាទអរគុណអ្នកនរគ្នាបាយបាយ